ថ្ងៃនេះឆែកជាមួយនឹង AT វាបញ្ហាខូច IC amplifier អញ្ចឹងបងផ្នែកខាង subwoofer អញ្ចឹងបងមកគ្រាប់ហើយនឹងមួយទៀតឆែកជាមួយនឹងឆែកប្រព័ន្ធតនាការវាហើយតនាការល្អឡើងវិញអញ្ចឹងបងតែសារនេះគាត់ឆែកគាត់ផ្ញើមកទាំងអស់តែម្ដងដើម្បីឲ្យខ្ញុំសម្រួលឡើងវិញអញ្ចឹងបងហើយអានេះខ្ញុំបានផ្លាស់ប្ដូររួចរាល់ហើយគឺស្អាតដូចដើមវិញអញ្ចឹងបងស្អាតដូចដើមវិញសម្រាប់ IC នេះអញ្ចឹងបង IC AT នេះគឺស្អាតដូចដើមវិញពេលខ្លះយើងក៏ជួយបានពេលខ្លះយើងក៏ជួយអត់បានមិនជួយបានទាំងអស់ទេបងហើយអញ្ចឹងអានេះយើងកែនេះហើយយើងចាប់ដើមតេស្តជាមួយនឹង Slane អញ្ចឹងបងអញ្ចឹងសម្រាប់ Slane វាគឺតនាការធម្មតាវិញហើយទាំង Sub ហើយក៏ទាំង Solo អញ្ចឹងបង Solo ហើយនេះខ្ញុំអត់បានដាក់ Slane បច្ចេកនេះខ្លាចជាប់ copyright អញ្ចឹងបងហើយមួយផ្នែកទៀតគឺខ្ញុំបានបន្តភ្ជាប់រួចហើយគឺដាក់ជំនួយកង់ដង់ឲ្យវាតនាការ smooth វិញអញ្ចឹងបងបើអត់ដាក់កង់ដង់ទេគឺវាអាចនឹងច្រានភ្លើងគ្នាទៅវាមានបញ្ហាអត់ឮសលេងអញ្ចឹងបងឥឡូវនេះយើងធ្វើការតេស្តពេលតេស្តទៅវាតនាការធម្មតាវិញអស់ហើយយ៉ាងហើយក៏យើងចាប់ចាក់កៅចាក់អីភ្ជាប់នេះឲ្យម្ចាស់គេវិញអញ្ចឹងបងវីដេអូនេះមានតែប៉ុណ្្នឹងទេ